ឡូបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកពីរបៀបដាក់គ្រាប់ឃ្លីឬក៏គ្រាប់រឡូឲ្យបានត្រឹមត្រូវអញ្ចឹងអានេះគ្រាប់រឡូคลิก125023អញ្ចឹងយើងមើលគ្រាប់រឡូមកហ្នឹងគឺវាស្អាតអានេះខ្ញុំដោះលាងឲ្យភ្ញៀវហើយរបៀបដាក់ស្រួលទេវាមិនពិបាកទេអញ្ចឹងអានេះខ្ញុំថតពីលើអានេះយើងឧទាហរណ៍មួយអានេះខាងស្ដាំនេះខាងឆ្វេងថតពីលើអញ្ចឹងយើងមើលក្រឡូមកអាខាងមានដៃសុតនេះយើងដាក់ទៅឆ្វេងហើយអាខាងមានចរនេះយើងដាក់បែរទៅស្ដាំអញ្ចឹងយើងមើលមកចាននេះអានេះខាងឆ្វេងអានេះខាងស្ដាំយើងដាក់ទៅខាងដៃដាក់បែរទៅឆ្វេងហើយយើងដាក់អញ្ចឹងគ្រប់រុនទៅឲ្យគ្រប់6គ្រាប់ហ្នឹងទៅរបៀបដាក់នឹងចេញពីរោងចក្រមកក៏គេដាក់បែបហ្នឹងដែរដោយសារតែមានបងប្អូនខ្លះក៏អត់ទាន់ចេះដាក់អញ្ចឹងណាហើយបើសិនជាបងប្អូនណាចេះហើយក៏មើលទៅវាមិនអីទេដោយសារតែបងប្អូនខ្លះក៏អត់ចេះដាក់គាត់ដាក់ទៅកាន់តែលឺរបស់គេលើដើមអញ្ចឹងណាហើយអានេះយើងដាក់ចានទៅវិញមកអានេះមិនបាច់ចាំប្រាប់ច្រើនទេបងប្អូនចេះដាក់ខុសក៏ដាក់កើតដែរនេះបាទស្រួលទេមានតែប៉ុណ្្នឹងឯងហើយប៉ុណ្្នឹងឯង